បាទសួស្តីពុកម៉ែបងប្អូនដែលតែងតែតាមដានជាមួយនឹងក្តី5ការ៉ាអរគុណសម្រាប់ការជួយចុច follow និង share ហើយវីដេអូនេះខ្ញុំបង្ហាញជូនបងប្អូនពាក់ព័ន្ធទៅលើ Rollo JCB ឬក៏ JCB V Pro Max 116D ណាបងប្អូនអញ្ចឹងបង្ហាញជូនបងប្អូននេះគឺ Rollo JCB របស់ផលិតផលរបស់ចក្រភពអង់គ្លេសណាអញ្ចឹងបងប្អូនផលិតផលចក្រភពអង់គ្លេសបងប្អូនដឹងតែមាំនឹងធន់យ៉ាងណាហើយបងប្អូនគួរតែជ្រើសរើសប្រើមិនខកបំណងទេអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញជូនបងប្អូនពាក់ព័ន្ធទៅលើ V Pro Max Rollo មួយនេះគឺមានទម្ងន់ប្រតិបត្តិការរហូតដល់ 11350 គីឡូឬក៏ដល់ 11680 គីឡូហើយចំណែកឯម៉ាស៊ីនគឺយើងមាន4ម៉ាស៊ីនណាហើយកម្លាំងម៉ាស៊ីនគឺមានរហូតដល់114 HP ឬក៏85 គីឡូវ៉ាត់ចំណែកឯអាយុកាលពាក់ព័ន្ធទៅលើការប្រើប្រាស់កស៊ូញាក់របស់វានឹងគឺយើងអាចប្រើបានរហូតដល់ 2500 ម៉ោងឬក៏ដល់ 3000 ម៉ោងណាអញ្ចឹងបានច្រើនមែនតើហើយជាមួយមួយទៀតកម្លាំងញាក់បងប្អូនជាច្រើនក៏ធ្លាប់ស៊ូជាមួយនឹងក្រេ5ក្រាស់ដែរស៊ូច្រើនមែនតើកម្លាំងញាក់របស់ JCB របស់យើងនេះគឺ V Pro Max នេះគឺញាក់បានរហូតដល់ 20.5 តោនណាបងប្អូនចំណែកឯញាក់តូចគឺញាក់បាន 14.7 តោនអញ្ចឹងយើងមានញាក់2ញាក់ធំនិងញាក់តូចអញ្ចឹងញាក់ធំបាន 25.50 តោនហើយចំណែកឯយើងបានរហូតទៅដល់ញាក់តូចគឺបានទៅដល់ 14.7 តោនអញ្ចឹងជាមួយនឹងកម្រាស់ដែក Rollo វិញបងប្អូនគឺមាន20 បូកនឹង 10 មីលីម៉ែត្រហើយអ្វីដែលបងប្អូនចង់ឆ្ងល់មួយទៀតគឺទទឹង Rollo គឺមាន 2.10 ម៉ែត្របងប្អូនណាហើយចំណែកឯមុំឡើងចំណោតគឺមាន 28.5 ដឺក្រេអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះគឺអស់ហើយពាក់ព័ន្ធទៅលើ JCB V Pro Max 116D អញ្ចឹងបងប្អូនច្បាស់ជាលែងមានចម្ងល់ទៀតហើយអញ្ចឹងបងប្អូនពីមុនតែងស៊ូថាV Pro Max ហ្នឹងញាក់បានប្រហែលតោនគ្រូញាក់បានប្រហែលតោនបងអញ្ចឹងឥឡូវបង្ហាញជូនបងប្អូនហើយបងប្អូនយល់ហើយណាគឺញាក់បាន 20.50 តោនញាក់តូចបាន 14.7 តោនណាអញ្ចឹងមាន2មានញាក់ធំនិងញាក់តូចអញ្ចឹងវីដេអូនេះមានតែអរគុណនិងថ្លែងអំណរគុណដល់បងប្អូនដែលតែងតែគាំទ្រជាមួយនឹងក្រេ5ការ៉ាហើយក៏អរគុណសម្រាប់បងប្អូនដែលតែង follow និង share អញ្ចឹងវីដេអូនេះសង្ឃឹមថាបងប្អូនអាចមានអ្នក share ច្រើនណាអរគុណជួបគ្នាវីដេអូក្រោយបាយបាយ